ថ្ងៃឈប់សម្រាកបានចូលមកដល់ថ្ងៃនេះមិត្តទាំងអស់បានមកជួបជុំគ្នានៅផ្ទះរបស់ព្រិញដើម្បីរៀបចំទៅបោះតង់នៅក្នុងព្រៃយ៉ាងមិនឲ្យសម្លាញ់ពួកឯងយកស្អីទៅខ្លះនោះខ្ញុំមានរបស់របរប្រើប្រាស់ហើយនឹងចំណីចំណុកសម្រាប់ហូបចុកមានដូចជាបាយមានទឹកមានអាហារគ្រាមភេសជ្ជៈនិងផ្លែឈើស្រស់ៗទៀតផងណាសម្លាញ់គ្រូតាទីឆ្ងាញ់កាន់តែញ៉ាំកាន់តែជាប់ចានអូហូច្រើនមុខដល់ហើយណោះក្នុងចំណោមគ្នាយើងគឺមានតែឯងទេដែលមានអាហារច្រើនជាងគេគួរឲ្យចំណាយដល់ហើយណោះរវល់តែចំណាយគេនៅនឹងហើយតពួកយើងប្រញាប់ចេញដំណើរទៅ Let's go ពួកគេក៏បានចេញដំណើរទៅប្រហែលកន្លះម៉ោងក្រោយមកពួកគេក៏បានមកដល់ក្នុងព្រៃដល់ហើយពួកយើងបានមកដល់គោលដៅហើយយេគ្នាយើងទុកដាក់អីវ៉ាន់សុនទៅហើយរៀបចំដំឡើងតង់ឲ្យហើយទៅណាមិនអីទេព្រិញគ្នាដឹងហើយគូលែនតបែកមកជួយខ្ញុំរៀបអីវ៉ាន់បន្តិចមកអូខេសម្លាញ់ចាំគ្នាជួយរាត្រីកាចូលមកដល់ពួកគេនាំគ្នាដុតភ្នក់ភ្លើងហើយអង្គុយជជែកលេងពីនេះពីនោះណែគ្នាយើងមានអ្នកណាស្ម័គ្រចិត្តនិទានរឿងទេនិទានមករឿងពីររឿងមកដើម្បីកំដរបរិយាកាសកុំឲ្យស្ងប់ស្ងាត់ពេកណាអូត្រូវហើយគ្នាមានរឿងមួយតែវាជារឿងភ័យរន្ធត់បន្តិចហើយជារឿងខ្មោចណាសម្លាញ់ពួកឯងចង់ស្ដាប់ទេប៉ាត់មែនណោះខ្ញុំចង់ស្ដាប់ឆាប់និយាយមកព្រិញនិយាយមកបើអញ្ចឹងគ្នាចាប់ផ្ដើមហើយណាវាជារឿងដែលគ្នាឧស្សាហ៍ជួបជាញឹកញាប់នៅថ្ងៃមួយនោះមានខ្យល់បក់ខ្លាំងណាស់គ្នាក៏ដើរទៅបិទបង្អួចពេលគ្នាដើរទៅដល់មាត់បង្អួចគ្នាសម្លឹងឃើញនារីម្នាក់ស្លៀករ៉ូបបសអើយបានហើយព្រិញស្ដាប់ទៅគួរឲ្យខ្លាចណាហើយមិនដឹងជាគួរឲ្យខ្លាចត្រង់ណាទេរឿងខ្មោចរឿងស្អីនេះខ្ញុំជួបឡើងសាំទៅហើយមួយខែខ្ញុំជួប20ដងក៏មានខ្មោចបំពេកូននៅលើដើមស្វាយក៏ខ្ញុំធ្លាប់ជួបខ្មោចលៀនអណ្ដាតដល់ដីក៏ខ្ញុំប្រទះរួចហើយខ្មោចស្រីក្រមុំវិញណាខ្ញុំឃើញសឹងតែរាល់ថ្ងៃគ្មានអីគួរឲ្យខ្លាចផងទោះបីជួបពេលនេះនៅត្រង់នេះក៏ខ្ញុំមិនខ្លាចដែរបានហើយម្ទេសឯងឈប់និយាយទៅនេះយប់ទៅហើយណាហើយពួកយើងនៅក្នុងព្រៃទៀតឯងនិយាយបែបនេះមិនល្អទេសម្លាញ់ត្រូវហើយបើអញ្ចឹងយើងឈប់និយាយរឿងខ្មោចទៅគ្រប់គ្នាហត់នឿយពេញមួយថ្ងៃទៅហើយបញ្ញាប់ចូលតង់សម្រាប់ទៅអញ្ចឹងល្អតោះយើងទៅគេងទៅរីត្រីសួស្ដីព្រិញអើយគឺថាណែឲ្យខ្ញុំសុំចូលគេងនៅក្នុងតង់ឯងម្នាក់ផងប្រាប់ឯងតាមត្រង់ចោះខ្ញុំខ្លាចខ្មោចខ្ញុំមិនហ៊ានគេងម្នាក់ឯងទេមិនអីទេបើអញ្ចឹងឯងចូលមកចោះចូលមកអរគុណហើយណាសម្លាញ់នៅពេលដែលគ្រប់គ្នាគេងលក់អស់ហើយមកតែក៏ដើរលបចូលទៅលួចចំណីអាហារនៅក្នុងតង់របស់ត្របែកគិតទៅនាងត្របែកនេះស្រួលបោកមែនបន្លាចតែបន្តិចសោះក៏ភ័យខ្លាចរត់ចោលតង់បាត់តែប៉ុណ្ណេះឆ្ងាញ់មាត់ទៀតហើយខ្ញុំនាពេលព្រឹកឡើងបាត់ទៅណាអស់ហើយចំណីអាហាររបស់ខ្ញុំហើយមិនអាចទេខ្ញុំទុកនៅត្រង់នេះច្បាស់ណាស់មានរឿងអីនឹងតបែកគឺអាហាររបស់ខ្ញុំបាត់អស់រលីងហើយតែបន្តិចក៏គ្មានសល់ដែរពួកឯងមានឃើញដែរទេអត់ទេគ្នាមិនបានឃើញទេហើយតបែកអើយតបែកឯងមិនបាច់ខំរោទេចំណីអាហាររបស់ឯងប្រហែលជាខ្មោចវាយកទៅឆីអស់ហើយបាត់មែនណោះអើយបើអញ្ចឹងឈប់និយាយពីរឿងនេះទៅហើយបាត់ក៏បាត់ចោះខ្ញុំមកមានដំឡូងគ្រប់គ្នាមកជួយខ្ញុំដុតដំឡូងបន្តិចមកអូខេចាំខ្ញុំទៅរកអស់នៅក្បែរនេះមកបង្កាត់ភ្លើងសិនតបែកឯងទៅជាមួយខ្ញុំទេអើយចាទៅត្របែកនិងស្វាយដើរកាត់មុខតង់របស់ម្ទេសរំពេចនោះគេប្រទះឃើញវងស្រមោចកំពុងពំចំណីចេញពីក្នុងតង់របស់ម្ទេសអាហារទាំងនេះជាអាហាររបស់ខ្ញុំទេតើហេតុអីក៏វាមកនៅក្នុងតង់របស់ម្ទេសទៅវិញប៉ាត់មែនហើយមានរឿងអីក្នុងតបែកគ្រប់គ្នាមើលចោះសុទ្ធតែអាហាររបស់ខ្ញុំទាំងអស់វាមកនៅក្នុងតង់របស់ម្ទេសបានយ៉ាងម៉េចគឺម្ទេសឯងជាអ្នកលួចចំណីអាហាររបស់ខ្ញុំឯងពិតជាអាក្រក់ណាស់ខ្ញុំតាមការពិតឯងមានចេតនានិយាយរឿងខ្មោចដើម្បីបន្លាចឲ្យតបែកខ្លាចរត់ចោលតង់ហើយឆ្លៀតឱកាសនេះឯងក៏ទៅលួចអាហាររបស់តបែកឯងពិតជាលបលន់ពេកហើយខ្ញុំ
ខ្ញុំខុសហើយឲ្យខ្ញុំសុំទោសតបែកអភ័យទោសឲ្យខ្ញុំផងណាសម្លាញ់ បើឯងឃ្លានណាឯងចង់ហូបឯងគួរតែសុំតបែកដោយត្រង់មិនមែនមានដៃមានជើងលួចរបស់តបែកអញ្ចឹងទេការលួចរបស់ទ្រព្យអ្នកដទៃវាជាអំពើខុសច្បាប់ហើយនាំឲ្យមានបាបកម្មទៀតផងណា ខ្ញុំដឹងខុសហើយឲ្យខ្ញុំសុំទោសលួចកេះថ្លប់ដៃដេកថ្ងៃថ្លប់ភ្នែកការលួចរបស់ទ្រព្យអ្នកដទៃគឺជាអំពើខុសច្បាប់ហើយនាំឲ្យមានបាបកម្មសូមរងចាំទស្សនាវគ្គបន្ត គ្រូតាទីឆ្ងាញ់កាន់តែញ៉ាំកាន់តែជាប់ចាន